សូមលើកហាត់បួងសួងកោះអហានគុណខ្មែរឲ្យរបើកឡើងអភិនិហានិមិត្តឡើងលើកស្ទួយជាតិខ្មែរឲ្យបានកុំកើន And now, in the blue corner, I give you Max Cruz. ឥឡូវខ្ញុំមកសូមជម្រាបជូននៅប្រវត្តិរូបសង្ខេបសម្រាប់គូឯករបស់យើងបង្គំ6ដងស្មើម្ដងផ្ដួលដៃគូសន្លប់បានចំនួន9ដងបាទលោកអញ្ញាកដាលលោកគ្រូឡៅស៊ីណាតអូលោកគ្រូមិញគាត់ថាបើជំនាន់ខ្ញុំបាទដឹងអត់បានមកសៀមរាបអត់បានមកទេមិនស្រួលត្បូងចប់គេទៀតអើយសំណាងឲ្យកើតសម័យនេះឥឡូវយើងជិះមកដូចប៉ុន្មានម៉ោងមើល4ម៉ោងបាទឃើញខាងបងធ្វើផ្លូវគាត់ពាក់អាវឃើញពីចង្អាយជន់ប្រាំងស្មានណាបងសមត្ថកិច្ចតាមពិតមែនផងខាងបងធ្វើផ្លូវកាងកងវិស្វកម្មបាទលើបង្គោលខៀវថ្វាយបង្គំគ្រូចប់ហើយនៅតែធឿនធីរាតែប៉ុណ្ណោះបាទលោកគ្រូអេក៏គាត់អញ្ជើញមកដែរថ្ងៃនេះបាទប្រកួតដណ្ដើមខ្សែក្រវ៉ាត់ហើយសម្រាប់គូនេះបាទបង្គោលខៀវគាត់នៅមើលបាទមើលធឿនធីរាបាទគុណគ្រូតោះឥឡូវចប់សពគ្រប់ប្រាប់ហើយថាបាទដួលហាមថែមហាមទាត់ប្រដាប់ការពីហាមបែងជើងដួលហាមបីពីខាងក្រោយអាញាកដាស្រ័យស្ទប់ឈប់ជាបន្ទាន់ And now, fight fans, it's time to rock and roll.បាទទស្សនិកជនថាសុំមកទឹកបានហើយចក្រមត្រៀមប្រឹងប្រែងប្រកួត Games វ៉ារីជស័យគុណខ្មែរគូទី6គឺជាគូអន្តរជាតិដើម្បីដណ្ដើមខ្សែក្រវ៉ាត់ដែលចូលសន្តិភាពទឹកទី1 Round 1ទឹកទី1 Round 1ឆក់បានម្ដាយអាយ៉ាលឿនមកគ្រូអូយផ្ទះម្ដាយទៅក៏លឿនដែរធាក់មួយទៅអត់ចេញទេអត់ចេញទៀតមកគ្រូគាត់និយាយហើយថាគាត់មិនខ្វល់ដៃគូគាត់ជាណាទេសំខាន់គាត់មកប្រកួតចង់ឈ្នះឆក់ម្ដាយទៀតទាត់មកជើរបស់ម៉ាគ្រូសឆក់ម្ដាយរបស់ម៉ាគ្រូសទះម្ដាយទាត់ជើងក្រោយរបស់ម៉ាគ្រូសអត់ចេញអាវុធទេធីរ៉ានៅមិនទាន់ចេញអាវុធអីទេនៅមួយនៅឡើយធាក់មួយរបស់ធីរ៉ាបាទយ៉ាងណាការប្រកួតតែ3ទឹកទេអញ្ចឹងបាទធីរ៉ាដឹងកន្លែងឬក៏ម៉ាគ្រូជាអ្នកផ្ដាច់អត់ទាន់ដឹងទៅទៀតទៅហើយម៉ាគ្រូមួយដៃបេះមួយរបស់ធីរ៉ា
ពីរដៃទត់ជើងក្រោយរបស់ Macruz មកដៃផុតបាត់យកក្បាលពួរអត់ចេញទេពីធីរ៉ាវាយក្បាលពួររបស់ធីរ៉ាពីរដៃរបស់ធីរ៉ាបាត់កែងរបស់ Macruz បាទរបស់ធីរ៉ាអធិស្ឋាន Macruz ទុនជង្គង់មកកែងនេះឆាក់បានម្លាយពី Macruz បាត់កែងរបស់ធីរ៉ាស្ទាំងឆាបអត់ចូលវាយក្បាលពួររបស់ធីរ៉ាអូយចូលទាត់មកជើងរបស់ Macruz បេះអត់ត្រូវចូលមកដៃរបស់ធីរ៉ាទាត់ជើងក្រោយរបស់ Macruz កាប់មកកែងរបស់ធីរ៉ាកាប់ជើងក្រោមឆក់មកដៃទៀតមួយដៃរបស់ធីរ៉ាចូលក្បាលពោះចូលមកដៃវិញរបស់ Macruz មួយដៃរបស់ Macruz ធីរ៉ាកែងរបស់ធីរ៉ាអាយអើយ Macruz បក់ដៃមកទៀតវាយក្បាលពោះរបស់ Macruz កាប់កែងរបស់ធីរ៉ាអត់ត្រូវ Macruz មុខធំរាក់មួយកែងទៀតរបស់ធីរ៉ានេះឆ្ងាញ់ដូចកេនស្បឺកទៅជាក់ទាត់ជើងក្រោមកាប់គល់រំជួយមេឃបេះមកដៃផុតបាត់ទៅឲ្យធីរ៉ានេះខ្នងដៃអេសូចាប់ទឹកទី1ចាប់ទឹកទី1ឆក់បានម្ដាយបេះម្ដាយវិញទៅឲ្យប៉ាត់ម្ដាយអត់ចូលទេកន្លែងនេះកាប់មកជើងទះជើងក្រោមចូលតែមិនទាន់ធ្ងន់តូកាប់មកឲ្យប្រខាន់ពុះសេឡាតែមានចំសេឡាណានេះកន្លែងនេះក៏បេះម្ដាយចូលក្បាលពោះទៅទៀតអត់អីបាទកាប់មកកែងទៀតបាទលីបថៅមែនធីរ៉ានេះបាទអ្នកឲ្យទឹកចង្ក្រៅ Games ស្វារីជស័យគុនខ្មែរគូទី6គឺជាគូអន្តរជាតិដើម្បីដណ្ដើមខ្សែក្រវ៉ាត់ដែលចូលសន្តិភាពទឹកទី2 round 2បាទទឹកទី2 round 2បាទទឹកនេះហើយដែលជាទឹកបាទឡទស្សនាMacruz ដើរចូលមួយដៃរបស់ធីរ៉ាមួយដៃរបស់ Macruz មួយដៃរបស់ធីរ៉ាទាត់ជើងក្រោមរបស់ Macruz ទាត់ជើងក្រោមរបស់ Macruz ទាត់មួយជើងរបស់ធីរ៉ាចូលដៃរបស់ Macruz វិញកាប់តឡាចរបស់ Macruz ទាត់មួយជើងអត់ដល់ទេបេះមួយដៃរបស់ Macruz ចូលមួយដៃរបស់ធីរ៉ាបេះមួយដៃទៀតអត់ចូលយកមួយបាទធីរ៉ាចាប់ផ្ដើមដាក់នុយពីរដៃរបស់ធីរ៉ាយកមួយអត់ចេញមកដៃម្នាក់ទាត់ជើងក្រោយរបស់ធីរ៉ាមកដៃម្នាក់អត់ចូលទេទាត់មួយជើងរបស់ Macruz ទាត់ជើងក្រោយរបស់ Macruz បាទ Macruz ដៃគាត់ល្អចឹងធីរ៉ាក៏មានផ្លិតបត់កែងរបស់ធីរ៉ាអត់ចូលវាយក្បាលពួររបស់ធីរ៉ាចូលមួយដៃបត់កែងរបស់ Macruz វិញអាយ៉ានឹងបានល្អមើលទាត់មួយជើងរបស់ធីរ៉ាមួយដៃកែងចាប់ជាប់ដោះខ្លួនចេញសិនឆាក់មួយដៃវាយក្បាលពួររបស់ធីរ៉ាកាប់មកកែងរបស់ធីរ៉ាអត់ចូលបាទ Macruz ដើរចូលអត់ញញើតទះជើងក្រោមលូកម្ដាយរបស់ Macruz អ្នកម្ដាយទេទះពីជំរាបដូចគ្នាវាយក្បាលពួររបស់ Macruz វាយខាងក្រោមវាយទាត់ជើងក្រោមរបស់ Macruz ចាប់ជាប់ជង្គង់របស់ធីរ៉ាជង្គង់ធីរ៉ាបត់កែងរបស់ធីរ៉ាអាយ៉ាសោចដាក់គ្នា Macruz គាត់ថាជុំកែងធីរ៉ាអត់ចូលខ្ញុំចឹងចិត្តចូលអត់អីទៀតបាទទះមួយរបស់ Macruz មួយដៃទាត់មួយជើងកាប់មកកែងអើយទាត់មួយជើងរបស់ធីរ៉ាចាប់ជាប់ចាក់សោអត់ធ្វើអីចេញវាយអូយមកកែងរបស់ Macruz ទាត់មួយជើងរបស់ធីរ៉ាវិញដើរចូលមួយដៃពីរដៃរបស់ធីរ៉ា
វាយក្បាលពោះកែងរបស់ម៉ាគ្រូដៃរបស់ធីរ៉ាកាប់មកកែងរបស់ធីរ៉ាកែងរបស់ធីរ៉ាបាទអត់វាយពីខាងក្រោយអូយបាទធីរ៉ាមើលសិនបែកអត់ខាងណាអ្នកបែកខាងណាអ្នកហូលអត់ទាន់មានទេធីរ៉ាផ្ដាច់អត់ចូលមួយដៃម៉ាគ្រូបិទស្អាតណាទាត់មួយជើងរបស់ធីរ៉ាអូយបាទអាយ៉ាបត់មកកែរបស់ម៉ាគ្រូចាប់ទឹកទី2ហើយអត់ទាន់ទៅទេចាំធីរ៉ាប្រកួតចប់សិនចាំទៅទាំងអស់គ្នាទស្សនារបៀបយឺតបេះចូលមកដៃនេះកន្លែងនេះមកដៃរបស់ម៉ាគ្រូចូលមកដៃវិញទុតជើងក្រោយរបស់ម៉ាគ្រូទៅឲ្យធីរ៉ាបត់មកដៃបួងមកដៃទៀតដើរចូលម៉ាគ្រូវាយមកដៃបត់មកកែងណែកន្លែងនេះធីរ៉ាប្រយ័ត្នប្រយែងបាទចេញដៃនេះគឺចេញកាច់នេះញួរកន្លែងហ្នឹងតាមស្រួលបែកតែអត់ដល់បាទលោកអញ្ញាកណ្ដាលតាមសម្លឹងមើលដែរខ្លាចក៏លោកមានបាទកំហុសបច្ចេកទេសណាមួយកាត់ឲ្យកាប់មកកែងប្រខ័ណ្ឌពុះសេឡាអ្នកទឹកចេញក្រៅ Games បាត់រាជសីគុនខ្មែរគូទី6គឺជាគូអន្តរជាតិដើម្បីដណ្ដើមខ្សែក្រវ៉ាត់ដែលចូលសន្តិភាពទឹកទី3ដែលថ្ងៃធីរ៉ាដេញហើយមួយដៃទៀតបត់កែងរបស់ម៉ាគ្រូបត់មកកែងរបស់ធីរ៉ាម៉ាគ្រូដើរចូលមកដៃពីរដៃរបស់ម៉ាគ្រូមួយដៃរបស់ធីរ៉ាដេញហើយធីរ៉ាដេញហើយមួយដៃទៀតបត់កែងរបស់ម៉ាគ្រូពីមួយដៃរបស់ធីរ៉ាកែងទៅកែងមកដូរហើយពីរដៃមួយដៃកែងរបស់ធីរ៉ាម៉ាគ្រូស្បែកបាត់ទៅហើយអូទៅដល់ធីរ៉ាបែកក្បាលពោះមួយរបស់ធីរ៉ាបាត់កែងរបស់ម៉ាគ្រូដៃរបស់ធីរ៉ាបាទម៉ាគ្រូមានលោះអត់ហើយម្ដាយទៀតចូលក្បាលពោះរបស់ធីរ៉ាបាទអូយម៉ាគ្រូនៅតែដើរចូលឆក់ម្ដាយរបស់ម៉ាគ្រូវាយក្បាលពោះរបស់ធីរ៉ាបាទធីរ៉ារៀនតម្លាក់ដៃទៅហើយបាទតម្លាក់ដៃដើម្បីដាក់នុយទេបាទណែអីសីដាច់ឈៀនអត់ចូលវាយក្បាលពោះរបស់ធីរ៉ាទៅមួយទៀតទៅអត់ចេញទេម៉ាគ្រូថាអត់ទេទាន់ចប់ទេវាយក្បាលពោះរបស់ម៉ាគ្រូបាត់កែងរបស់ធីរ៉ាចូលមកដៃដែរទៅអើយអត់ចេញអាវុធទៅអើយមកដៃរបស់ធីរ៉ាអើយមកដៃចង់វីវ៉ូមួយដៃទៀតរបស់ធីរ៉ាមួយដៃម្នាក់មួយដៃម្នាក់ទេអត់អីទេកែងរបស់ម៉ាគ្រូដៃរបស់ធីរ៉ាទៅអើយម៉ាគ្រូចូលហើយដៃចាប់ពួរទេបាទលោកអញ្ញាកណ្ដាលថាអត់ឲ្យចាប់ពួររញទេបាទបែកដូចគ្នាមិននេះបាត់មួយដៃទៀតកែងរបស់ម៉ាគ្រូបាទធីរ៉ាក៏មិនមានបន្ថយដែរម្នាក់ម្ដាយរបស់ធឿនធីរ៉ាវាយខាងក្រោមតែធីរ៉ាវាយកលឹងអត់ត្រូវទេម៉ាគ្រូមួយដៃរបស់ធីរ៉ាម៉ាគ្រូចូលយ៉ាក្បាច់នឹងទៀតហើយបាទថ្ងៃមុនឃើញក្បាច់នឹងហើយប៉ាំងមកដៃទៀតរបស់ធីរ៉ាអត់ទេតសើម៉ាគ្រូមែនមកដៃទៀតមួយដៃទៀតរបស់ធីរ៉ាកែងរបស់ធីរ៉ាចាប់ទឹកទី3So
បាទទៅតែត្រឡប់មកវិញមានលោហិតបាទប៉ុន្តែមិនអីទេកីឡាគឺបែបនេះហើយបាទមានឈ្នះមានចាញ់បាទគេក៏ចង់ឈ្នះយើងក៏ចង់ឈ្នះ បាទបែកដូចគ្នានេះបានម្នាក់បន្តិចដែរចូលដៃរបស់ធីរ៉ាកន្លែងនេះបាទចង់ទាញបន្តិចបាទអូបាទអ្នកទាំងពីរនេះស្វិតស្វាញបាទបីទៅពេញសម្រាប់ការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ដែលជួសន្តិភាពប្រភេទទម្ងន់73គីឡូក្រាមបាទម៉ាក្រូសនេះបន្ទាប់ពីបាទថ្លង់ទម្ងន់ហើយនោះបាទធំណាស់បាទមើលចាំងអត់ទេយកមិញជួបគ្នាណាបាទតែសារមកគាត់បាទមុំហើយបាទមុំញឹមបាទគឺអត់បាទអញ្ចឹងឥឡូវយើងនៅសល់តែការប្រកាសលទ្ធផលតែប៉ុណ្ណោះក្រហមឬខៀវបាទអាស្រ័យទៅលើគណៈកម្មការបាទបច្ចេកទេសជាអ្នកដាក់ពិន្ទុសម្រាប់ការប្រកួតបាទរបស់កីឡាករទាំងពីររូបបាទអញ្ចឹងឥឡូវនេះបាទពិន្ទុអូបាទរួចរាល់ហើយខ្ញុំបាទក៏សូមប្រកោទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចា៎អ្នកខ្ញុំសូមអរគុណសូមអបអរសាទរកីឡាករបង្គោលក្រហមធឿនធីរ៉ា Your កីឡាករបង្គោលខៀវដោយពិន្ទុ Tira បាទអបអរសាទរអ្នកលេងពូថៅដៃពីគៀធឿនធីរ៉ា And a big round of applause for his opponent ពិន្ទុ Max Cruz បាទលើកីឡាករ Magrus បាទមកពីបាទសហរដ្ឋអាមេរិកបាទដោយពិន្ទុចំពោះការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់បាទដែលជួសន្តិភាពប្រភេទទម្ងន់73គីឡូក្រាមបាទឥឡូវនេះគឺយើងនៅសល់បាទការធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ជូនដល់ម្ចាស់ Jelebi បាទម្ចាស់ខ្សែក្រវ៉ាត់ដែលជួសន្តិភាពប្រភេទទម្ងន់បាទ73គីឡូក្រាមខ្ញុំបាទក៏សូមគោរពអញ្ជើញបាទវត្តមានគណៈអធិបតីអាដាមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍចលនាកីឡានិងជាប្រធានគណៈ Town Group Company, Mr. Dennis Warner, President of WCK, His Excellency Kup Chai, President of the Kun Khmer Boxing Federation, Mr. Tommy Kim, President of the IPCC Khmer in Cambodia, and advisor to the Town Group Company, along with finally from Gansberg Beer, Mr. Brun. បាទអរគុណបាទក៏ដូចជាអរគុណវត្តមានបាទដល់2គីឡូក្រាមបាទដើម្បីប្រកល់ជូនបាទវត្តមានគណៈអធិបតីបាទធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់បាទជូនទៅដល់ម្ចាស់ Jelebi បាទកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងធឿនធីរ៉ាបាទអញ្ចឹងវត្តមានមកលោក Tommy Kim ក៏បានបាទប្រកោជូនបាទអាដាមបាទប្រធានសហព័ន្ធបាទកីឡាផ្ដាល់គុណខ្មែរអាដាមខូឆាយបាទវត្តមានបាទអាដាមបណ្ឌិតថងខុនទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍចលនាបាទកីឡាអាដាមវ៉ាសុធាបាទដែលជាសម័យលោកជំទាវញ៉ាជុំមានអគ្គនាយកក្រុមហ៊ុនតនគ្រប់ Mr. Brun ម្ចាស់ឧបត្ថម្ភបាទតំណាងម្ចាស់ឧបត្ថម្ភកម្ពុជារបស់យើងដូចជាបាទលោកបាទ Dennis Warner ដែលជាប្រធានស្ថាប័ន WCK ពិភពលោកបានអបអរសាទរម្ដងទៀតដល់អ្នកលេងពូថៅដៃពីគៀនធឿនធីរ៉ារាជសីគុណខ្មែរបាទអរគុណបាទលោកលោកស្រីនាងកញ្ញាជាទីមេត្រីឥឡូវនេះពីការវេទិ Gansberg រាជសីគុណខ្មែរបាទអរគុណសម្រាប់ទស្សនិកជនរបស់យើងដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកកគាំទ្រជាមួយនឹងការវេទិបាទដើម្បីផ្សព្វផ្សាយគុណខ្មែររបស់យើងទាំងឆាកជាតិនិងឆាកអន្តរជាតិជាបន្តទៀតបាទអរគុណវត្តមានគណៈអធិបតីដែលលោកបាទជើងជាកិត្តិយសបាទនៅក្នុងការធ្វើពិធីបំពាក់ខ្សែក្រវ៉ាត់ជូនដល់ម្ចាស់ Jelebi នៅក្នុងថ្ងៃនេះផងដែរអរគុណដល់ Gansberg ដែលបានឧបត្ថម្ភនៅក្នុងកម្មវិធី Ladies and gentlemen, on behalf of Gansberg Beer, we want to thank you for coming here tonight and enjoying the fights. Also, Town TV, the IPCC Kun Khmer, WC